men apa đây ấy thế ថ្ងៃនេះប្តីរបស់ខ្ញុំក៏សម្រាប់ពីការងារអញ្ចឹងហើយក៏គាត់ឆ្លៀតពេលនាំប្រពន្ធនឹងកូនមកដើរលេងមើលទេសភាពនៅខាងអន្លង់ភ្ញៀវដោយសារតែខាងតលេងយូរដែរហើយទេសភាពនៅខាងអន្លង់ភ្ញៀវនៅតែស្រស់ស្អាតដូចដើមកាលនៅលីវខ្ញុំចូលចិត្តទេសភាពបែបហ្នឹងខ្លាំងមែនតើជាពិសេសពេលដើរតាណាមណាជាមួយមិត្តភ័ក្តិអូយមានកបោបស្ពាយមួយនិយាយពីថាខ្ចប់សតែខោអាវដើម្បីអីមករកកន្លែងស្រស់ស្អាតបែបហ្នឹងដើម្បីបដូរសម្លៀកបំពាក់ថតបងប្អូនណាខ្លះធ្លាប់មានប្រវត្តិដូចខ្ញុំពេលបានដើរលេងម្ដងសប្បាយរីករាយក្នុងការបានថតរូបភាពស្អាតៗហ្នឹងហ្មងតែបន្ទាប់ពីមានកូនណាអូយបានតែស្លៀកពាក់ខោអាវសាមញ្ញហើយក្នុងកាបូបគឺមានតែសម្ភារៈរបស់កូនទេហើយក្នុងថ្ងៃនឹងដែរអូនអារ្យាសប្បាយរីករាយខ្លាំងមែនតើចំពេលដែលគាត់កំពុងតែចង់រៀនដើរផងដល់ពេលយកចេញមកក្រៅអញ្ចឹងនិយាយពីទប់អត់ចង់ជាប់ទេគាត់ចង់តែដើរហ្មងយើងឆត់នឹងទេប៉ុន្តែចង់ដើរខំប្រឹងដើរខ្លាំងមែនតើហើយពេលហ្នឹងមេឃក្តៅដែរអារ្យាស្បែកញើសលឹងពេញក្បាលហើយប៉ុន្តែគាត់អត់មានយំឬក៏ធ្វើទុករអ៊ូរទាំទេគិតតែពីសប្បាយរីករាយចង់ដើរហ្មងខ្ញុំហើយប្តីបន្ទាប់ពីឃើញកូនគាត់សប្បាយរីករាយអញ្ចឹងដែរអូហូតោះនាំគាត់ដើរនាំគាត់លេងចាំមើលតែគាត់ក្តៅមែនតើគាត់ធ្វើទុកអូខេអាហ្នឹងចាំយើងសម្រាប់ព្រោះអីមិនងាយបានដើរចេញមកក្រៅអញ្ចឹងទេបងប្អូនដែលគាត់កំពុងតែមើលវីដេអូចែកច្រាប់ហើយគាត់អត់ទាន់មានកូនទេគាត់មើលវីដេអូហ្នឹងហើយប្រកាសជាគាត់គិតថាធម្មតាសាមញ្ញទឹកចិត្តឪពុកម្ដាយគឺជាទូទៅតែប៉ុណ្្នឹងឯងហើយភាពលំបាកក៏វាមានដូចតែគ្នានឹងវារបៀបថាជារឿងធម្មតាមិនសូវជាអស្ចារ្យប្រហែលទេប៉ុន្តែសាកនៅពេលដែលបងប្អូនឆ្លងកាត់ផ្ទាល់ខ្លួនឯងតែម្ដងនៅពេលជួបផ្ទាល់បានយើងមានអារម្មណ៍មួយដឹងថាអូហូនេះហើយជាជីវិតអ្នកមានកូននេះហើយគឺជាម្ដាយឪពុកគេហើយនេះហើយគឺជាអារម្មណ៍នៃការស្រឡាញ់កូនយើងរួមទៅដូចយើងមានជីវិតមួយថ្មីទៀតវាមានអារម្មណ៍ថាយើងផ្លាស់ប្ដូរច្រើនខ្លាំងមែនតើមិនថាប្តីមិនថាប្រពន្ធទេប៉ុន្តែគ្រាន់តែថាការផ្លាស់ប្ដូរគឺផ្សេងគ្នាប្តីប្រពន្ធខ្លះទៅគាត់ផ្លាស់ប្ដូរពីអារម្មណ៍ស្រឡាញ់គ្នាខ្លាំងមកអត់សូវស្រឡាញ់គ្នាដូរមកជាសោះក៏ក្រោះច្រើនអត់សូវខ្វល់ខ្វាយពីអារម្មណ៍គ្នាទៅវិញទៅមកដូចមុនទៀតទេតែប្តីប្រពន្ធខ្លះទៀតនៅពេលដែលគាត់មានកូនគឺគាត់កាន់តែស្រឡាញ់គ្នាកាន់តែយល់ចិត្តគ្នាស្វែងយល់ពីគ្នាកាន់តែច្រើនហើយដឹងទុកធុរៈគ្នាច្រើនទៀតខ្ញុំមិនដឹងថាតើទៅថ្ងៃមុខហ្នឹងគឺយើងជួបរឿងបែបណាទៀតទេតែសំខាន់អ្វីដែលបច្ចុប្បន្នគឺពួកយើងរស់នៅមួយគ្នាដោយចុះសម្រងបានល្អយល់ចិត្តគ្នាទៅវិញទៅមកមានរឿងអីចេះពិភាក្សាគ្នាកាលពីខ្ញុំនៅជាសង្សារនឹងគ្នាគឺខ្ញុំតែងតែពិភាក្សាគ្នាស្វែងយល់ពីគ្នារហូតដល់ខ្លាយជាប្តីប្រពន្ធគ្នាហើយក៏ខ្ញុំនៅតែស្វែងយល់ពីគ្នាដែរចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថាខ្ញុំមានសំណាងដែលបានរៀបការជាមួយប្តីរបស់ខ្ញុំដែលជាមនុស្សដែលខ្ញុំស្រឡាញ់ហើយជាមនុស្សដែលខ្ញុំរើសយកខ្លួនឯងទៀតការនៅជាសង្សារគាត់ល្អបាន 50% ទេប៉ុន្តែនៅពេលដែលខ្លាយជាប្តីប្រពន្ធណាគាត់ល្អរហូតដល់ 90% នៅក្នុងសង្គមជាក់ស្ដែងដែលខ្ញុំមើលឃើញជីវិតប្តីប្រពន្ធភាគរយច្រើនខ្លាំងមែនតើដែលខ្ញុំឃើញគឺតែងតែស្រឡាញ់គ្នាយល់ចិត្តគ្នាតែពីដំបូងបន្ទាប់ពីខ្លាយជាប្តីប្រពន្ធនឹងគ្នាហើយមានកូនមួយកូនពីរហើយគឺផ្លាស់ប្ដូរច្រើនលែងខ្វល់ខ្វាយពីប្តីប្រពន្ធគំរោះគំរើយដាក់គ្នាទុកគ្នាចោលរហូតហើយលែងមានអារម្មណ៍ស្និទ្ធស្នាលអារម្មណ៍ស្រឡាញ់ដូចមុនទៀតហើយមានប្តីប្រពន្ធខ្លះទៀតណាដល់ថ្នាក់អស់អារម្មណ៍ស្រឡាញ់គ្នារស់នៅជាមួយគ្នាគឺដើម្បីពាក្យមួយម៉ាត់ថាយកគ្នាដើម្បីកូនទាំងតែគាត់ពីអ្នករៀបការជាប្តីប្រពន្ធហើយគឺគាត់អត់បានស្រឡាញ់គ្នាទៀតទេគឺគាត់នៅជាមួយគ្នាដើម្បីកូនគឺខ្ញុំឮពាក្យហ្នឹងហើយខ្ញុំមានអារម្មណ៍ថាសេតខ្លាំងមែនតើបងប្អូនតែគ្នាជាចុងក្រោយខ្ញុំចង់ឲ្យបងប្អូនដែលគាត់មានដៃគូជីវិតដែរមិនថាថ្មីថ្មោងឬក៏យូរទេខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាកលែកមើលមនុស្សជាទីស្រឡាញ់របស់យើងហើយផ្ដល់ពេលវេលាជាមួយគ្នាឲ្យបានច្រើនតិចទៅហើយឧស្សាហ៍រំលឹកមើលអនុស្សាវរីយ៍ចាស់ៗដែលយើងស្រឡាញ់គ្នាហើយមើលតែទង្វើល្អៗរបស់គាត់បានហើយព្យាយាមអធិស្ឋានគ្នាឲ្យបានច្រើននៅពេលដែលយើងឆ្លោះគ្នាឬក៏ខឹងគ្នាយើងព្យាយាមគិតមើលថ្ងៃដំបូងដែលយើងស្រឡាញ់គាត់ហើយអ្វីបានយើងស្រឡាញ់គាត់ទោះបីជារឿងពេលខ្លះគាត់ធ្វើឲ្យយើងពិបាកចិត្តច្រើនក៏ដោយប៉ុន្តែយើងព្យាយាមគិតតែចំណុចល្អឲ្យបានច្រើនជាងចំណុចខ្វះខាតរបស់គាត់ទៅព្រោះធ្វើម៉េចយើងជាប្តីប្រពន្ធនឹងគ្នាហើយយើងព្យាយាមគិតល្អពីគ្នាទៅក៏លោយើងមានសុភមង្គលនឹងគ្រួសារកាន់តែច្រើនបើយើងជាដៃគូនឹងគ្នាហើយប៉ុន្តែយើងគិតតែពីរឿងមិនល្អពីគ្នាសន្សំតែរឿងមិនល្អនោះនឹងធ្វើឲ្យយើងកាន់តែសោះក៏ក្រោះបន្ថែមទៀតហើយ